ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលលើកទឹកចិត្តព្រឹកនេះមានចំណងជើងថាចូលរស់នៅក្នុងភាពសុចរិតដែលដកស្រង់ចេញពីបទគម្ពីរលេវីវិន័យជំពូកទី19ខទី11តើអ្វីជាភាពសុចរិតគឺជាគុណតម្លៃនៃសីលធម៌ដ៏ខ្ពស់មួយដែលសំដៅទៅលើការប្រកាន់ខ្ជាប់នៅគោលការណ៍ត្រឹមត្រូវភាពស្មោះត្រង់និងសេចក្តីល្អទោះបីជាស្ថិតនៅក្នុងកលៈទេសៈមួយណាក៏ដោយបាននិយាយឲ្យសាមញ្ញភាពសុចរិតគឺជាការធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងបទគម្ពីរលេវីវិន័យជំពូកទី19ខទី11បានចែងថាមិនត្រូវឯងរាល់គ្នាលួចឬប្រព្រឹត្តឆបោកឬកុហកគ្នាទៅវិញទៅមកឡើយនេះគឺជាក្រឹតវិន័យដ៏បរិសុទ្ធរបស់ព្រះមិនមែនបង្ហាញតែនៅក្នុងព្រះវិហារទេប៉ុន្តែវាត្រូវបានបង្ហាញចេញតាមរយៈទំនាក់ទំនងដ៏សុចរិតរវាងមនុស្សនិងមនុស្សនៅក្នុងខនេះយើងឃើញកិរិយា3ដែលព្រះបានហាមដាច់ខាតដល់រាជរបស់ទ្រង់នោះគឺការលួចប្រព្រឹត្តឆបោកនិងកុហកទាំងនេះគឺជាអ្វីដែលអ្នកជឿរាល់គ្នាមិនត្រូវប្រព្រឹត្តឡើយតាមរយៈខគម្ពីរនេះធ្វើឲ្យយើងនឹកឃើញដល់សុភាសិតខ្មែរយើងមួយដែលបានពោលថាស្លឲ្យសាបអង្គុយឲ្យទៀបប្រាជ្ញាឲ្យវៃសម្ដីឲ្យទៀបស្លឲ្យសាបឬអង្គុយឲ្យទៀបនេះគឺសំដៅទៅដល់ការរស់នៅរបស់យើងជាមនុស្សដែលមិនជ្រុលនិយមមិនបង្កចំនួនឬភាពរកម្មរកុសដល់អ្នកដទៃរស់នៅដែលបន្ទាបខ្លួនមិនអួតអាងមិនលើកខ្លួនឯងឲ្យខ្ពស់ជាងអ្នកដទៃមិនលួចជាអ្វីដែលព្រះគម្ពីរបានប្រាប់អង្គុយឲ្យទៀបគឺជាសុភាសិតមនុស្សដែលចេះដាក់ខ្លួននិងចេះស្កប់ចិត្តនៅអ្វីដែលខ្លួនមាននិងមិនប្រព្រឹត្តលោភលន់ចង់បានរបស់អ្នកដទៃឡើយអង្គុយឲ្យទៀបមានន័យថាយើងគោរពសិទ្ធិនិងឲ្យតម្លៃដល់អ្នកដទៃប្រាជ្ញាឲ្យវៃសម្ដីឲ្យទៀបរស់នៅត្រូវមានការយល់ដឹងបត់បែននិងចេះពិចារណាឲ្យបានច្បាស់លាស់សូម្បីតែការនិយាយស្ដីដោយសុភាពរសាដោយទន់ភ្លន់មិនប្រើពាក្យបំពានដល់អ្នកដទៃសុភាសិតប្រាប់ឲ្យមានប្រាជ្ញាឲ្យវិញព្រះគម្ពីរហាមមិនឲ្យប្រព្រឹត្តឆបោកនេះមានន័យថាប្រាជ្ញាដែលព្រះសពប្រតិមិនមែនជាប្រាជ្ញាដែលប្រើដើម្បីបញ្ឆោតអ្នកដទៃនោះទេប៉ុន្តែវាជាប្រាជ្ញាដែលប្រើដើម្បីកសាងនូវសន្តិភាពនិងដោះស្រាយបញ្ហានៅក្នុងភាពត្រឹមត្រូវការរស់នៅជាអ្នកជឿដែលមានភាពសុចរិតគឺមិនត្រឹមតែការមិនធ្វើអាក្រក់តែប៉ុណ្ណោះទេប៉ុន្តែគឺជាការធ្វើល្អដោយចិត្តរៀបរៀបដែលមានប្រាជ្ញាប៉ុន្តែមិនមែនប្រើវាដើម្បីបោកប្រាស់អ្នកដទៃនោះទេប្រសិនបើអ្នកប្រើដូច្នេះនោះមានន័យថាអ្នកកំពុងតែប្រព្រឹត្តអំពើបាបប៉ុន្តែប្រសិនជាអ្នកមានប្រាជ្ញាហើយប្រើវិធីភាពស្មោះត្រង់ហើយដាក់ខ្លួននិយាយស្ដីដោយគោរពនោះអ្នកកំពុងរស់នៅក្នុងភាពសុចរិតដែលគប់ប្រហាតីដល់ព្រះជាទីស្រឡាញ់ដល់មនុស្សទាំងឡាយតាមរយៈជីវិតរបស់លោកដានីយ៉ែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ដែលមានសមត្ថភាពខ្លាំងធ្វើឲ្យមន្ត្រីឯទៀតមានចិត្តចំណាយហើយព្យាយាមចាប់កំហុសលោកដើម្បីនឹងទម្លាក់លោកពីតំណែងភាពសុចរិតរបស់លោកដានីយ៉ែលដែលយើងឃើញនៅក្នុងព្រះគម្ពីរដានីយ៉ែលជំពូកទី6ខ4ប្រាប់យើងថាគេរកកំហុសឬការធ្វើប្រហែសណាមួយនៅក្នុងខ្លួនលោកមិនបានសោះលោកជាមនុស្សស្មោះត្រង់អត់មានធ្វើប្រហែសឬកំហុសណាមួយឡើយនេះហើយជាភាពសុចរិតតាមបែបអង្គុយឲ្យទៀបប្រាជ្ញាឲ្យវៃដូច្នេះភាពសុចរិតចាប់ផ្ដើមឡើងពីចំណុចតូចៗតើអ្នកស្មោះត្រង់នៅក្នុងការប្រាស់ពេលវេលានិងសម្ភារៈនៅកន្លែងធ្វើការរបស់អ្នកដែរទេក្នុងពាក្យសម្ដីរបស់អ្នកតើអ្នកធ្លាប់ប្រើវានិយាយបំភ្លើសឬកុហកដើម្បីយករួចខ្លួនដែរឬទេហើយក្នុងចិត្តតើអ្នកមានចិត្តចង់បានរបស់គេដែលឈានទៅដល់ការលួចដែរឬទេភាពសុចរិតនាំមកនូវសេចក្តីសុខសាន្តនិងជាទីសពប្រតិដល់ព្រះអរគុណច្រើនសូមព្រះជាម្ចាស់ប្រទានពរ